còn là trên cái bao video bông ôn đăng thà video này còn mà hai vị ấy khơi pua sang sữa lấy dân bạn chập vì hỏi chân dân tìm thơ vì chân đi chi sẽ cầm một phép đẹp nhom thơ là chân chân dân rong trăm mơ của khné hỏi đi chi sẽ cầm một phép bởi nhom tay từ ngày nay nhom nom nha tụi khné từ mơ từ phép sát nơi khai của công cham gặp bậc kia dư nữa đó sao ta nhom Facebook rồi nhom khơi video khơi pua chọn bây giờ sao ta khai nó bị tạc lại phóng chân với thơ làm nhom bị clean pua sao ta dương câu nè sọc xe chân ta khơi pua vì na cái của clean được đã lấy nhom pua thơ là tam có hơi cổ rồi chụp mình mấy của bạn thọt cho mình được mình có khơi nhom cô sờ bài đấy hay dương có thơ nào từ một tiết muốn những bạn pua nó mà hốp nhom thơ tầm nào hai chỉ 20 kg đấy vì thì cái không quen dương tới nó hồiนี้ជាសកម្មភាពដែលខ្ញុំថតតាមផ្លូវព្រោះដោយសារតែខ្ញុំឃើញទេសភាពស្អាតពេកព្រោះពេលដែលមេភ្លៀងឃើញទេសភាពខៀវខ្ចីហើយនេះយើងឆ្លងដល់ហើយមាត់ទន្លេអញ្ចឹងខ្ញុំក៏ជិះនេះផ្លូវដែលខ្ញុំចិត្តដល់ស្ពានបេក្ដាមអញ្ចឹងបងប្អូនទាំងអស់គ្នាចាំមើលទៅព្រោះនៅកន្លែងនេះខ្ញុំថតពីគោស្ពានឡើងរហូតដល់ស្ពានបេក្ដាមហ្មងឥឡូវយើងមកដល់កោស្ពានហើយអញ្ចឹងយើងចាប់ដើមឡើងពីស្ពានបេក្ដាមដើម្បីឆ្លងទន្លេទៅនៅខេត្តកំពង់ចាមសុខវត្ថិប៉ុន្តែពេលដែលយើងឆ្លងស្ពានបេក្ដាមនោះទៅវាអត់ដល់ខេត្តកំពង់ចាមវានៅខេត្តកណ្ដាលឡើយទេអញ្ចឹងមុនឆ្លងទៅខ្ញុំក៏បានឈប់នៅកន្លែងកោស្ពានដើម្បីថតឬក៏ខ្ញុំថតឡើងខ្ញុំមើលទេសភាពទេប៉ុន្តែដោយសារតែនេះឈប់ឡើងហ្នឹងហើយខ្ញុំក៏បានចោះថតរូបជាមួយនឹងប្រពន្ធមកតិចទៅដើម្បីចឹងខ្ញុំក៏បានមកដល់ខ្ញុំក៏ឈប់ម៉ូតូភ្លាមក៏ខ្ញុំថតទេសភាពមុនគេគឺទឹកទន្លេហ្នឹងហើយក៏មកទៀតគឺខ្ញុំថតប្រពន្ធដោយសារតែខ្លាចប្រពន្ធខឹងអញ្ចឹងខ្ញុំក៏អូប្រពន្ធនោះដើម្បីថតផ្លូវទេតែពេលខ្ញុំឃើញគោជុលខ្ញុំខឹងដែរឥឡូវខ្ញុំឆ្លងពីស្ពានបេក្ដាមមកព្រោះនៅខែហ្នឹងទឹកលិចអញ្ចឹងបងប្អូនដឹងហើយថាអ្នកដែលឆ្លងកាត់ស្ពានបេក្ដាមដឹងហើយថានៅជាផ្លូវខាងហ្នឹងគឺមានទឹកលិចនៅព្រោះឆ្លងពីស្ពានមកបន្តិចហ្នឹងគឺកន្លែងហ្នឹងគឺទឹកលិចរាល់ឆ្នាំហ្មងតែអញ្ចឹងដោយសារតែតែពិតខ្ញុំធ្វើដំណើរនេះក៏ខ្ញុំចង់ទៅមើលកន្លែងហ្នឹងដែរអញ្ចឹងឥឡូវខ្ញុំមកដល់បេក្ដាមហើយកន្លែងនេះជាផ្លូវទៅវងមូលទៅយើងទៅខ្ញុំទៅស្រុកបាធីប៉ុន្តែខ្ញុំទៅដល់វងមូលកន្លែងកាកោងអញ្ចឹងដល់កន្លែងវងមួយខ្ញុំក៏ថតវងមូលឲ្យមើលទៅវាស្អាតដែរព្រោះចូលពីស្ពានបេក្ដាមមកអ្នកខ្លះគាត់ដឹងហើយគាត់ឃើញនៅផ្លូវនេះគាត់ដឹងថាវាជាវងមូលកាកោងអញ្ចឹងខ្ញុំក៏វងមូលកាកោងតិចដើម្បីទៅកន្លែងគោលដៅរបស់ខ្ញុំព្រោះតែពិតខ្ញុំទៅទិញពោះទេហើយពោះដែលខ្ញុំថតបញ្ចេញក្បាលពីដំបូងគឺមិនមែនពោះដែលខ្ញុំវាយបានទេក៏មិនមែនខ្ញុំចាប់បានទេគឺពោះហ្នឹងគឺជាវីដេអូរបស់គេទេប៉ុន្តែគាត់ថាវាតាក់ទងមួយខ្ញុំអញ្ចឹងដោយសារខ្ញុំឃ្លានពោះអញ្ចឹងខ្ញុំជិះម៉ូតូដើម្បីទៅទិញពោះនៅបាធីទេបងប្អូនដែលនៅបាធីបងប្អូនដឹងហើយដែលអ្នកជិះកាត់ពីកំពង់ចាមទៅតាមស្រុកបាធីអញ្ចឹងក៏គាត់ដឹងហើយអញ្ចឹងកន្លែងហ្នឹងអាកន្លែងដែលគេលក់ពោះនៅកន្លែងដីវាស្រុកបាធីកន្លែងផ្លូវ highway ហ្នឹងចេញយើងកំពុងធ្វើដំណើរដល់កន្លែងភ្នំបាធីហើយនៅកន្លែងនេះដែរតែពិតខ្ញុំចង់ថតភ្នំទេប៉ុន្តែទើឲ្យអាឡានពីរនេះវាដល់អត់យល់អារម្មណ៍ខ្ញុំហ្មងខ្ញុំដល់ពេលខ្ញុំថតយកភ្នំបាធីទេដើម្បីយកទេសភាពភ្នំហ្នឹងឲ្យបងប្អូនមើលប៉ុន្តែដោយសារតែឡានមកបាំងខ្ញុំក៏ប្រអន់ម៉ូតូទៅអញ្ចឹងខ្ញុំចាំឲ្យអាឡានហ្នឹងវាទៅហួសប៉ុន្តែដោយសារតែវាទៅចិត្តដល់ភ្នំមកអញ្ចឹងខ្ញុំថតបានបន្តិចនេះនៅខាងឆ្វេងដៃខ្ញុំហ្នឹងគឺជាភ្នំបាធីហើយអញ្ចឹងយើងមើលទៅភ្នំបាធីអ្នកខ្លះមើលទៅក៏ជីកាត់រងថ្ងៃអ្នកពងចាំគាត់ដឹងថាភ្នំបាធីប៉ុន្តែអ្នកខ្លះមើលទៅឃើញដូចជារូបដំរីអ្នកខ្លះទៅមើលទៅដូចជារូបតែសម្រាប់ខ្ញុំមើលទៅគឺតែបេះដាក់មកអញ្ចឹងខ្ញុំក៏បានជីកាត់ភ្នំហ្នឹងទៅដើម្បីទៅដល់គោលដៅរបស់យើងបន្តមកទៀតយើងក៏ចូលដល់លវងសាលារៀនក៏យើងឃើញពូសាំងសឿមួយតែពិតគោលដៅយើងទៅទិញទេប៉ុន្តែយើងទៅជួបវារៀងល្អដែរអញ្ចឹងតែវាយពូនឹងអត់បានទេដោយសារតែពូនឹងវានៅក្នុងវត្តអញ្ចឹងខ្ញុំក៏បានទិញរហូតដល់ពេល
ខ្ញុំក៏បានយកវាមកធ្វើស្ងោរជ្រក់ទៅឥឡូវពួកយើងក៏បានឆ្អិនយើងបានចេះក៏យើងបានភ្លក់ទៅអញ្ចឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានតាមដានទស្សនាអញ្ចឹងវីដេអូក្រោយៗទៀតខ្ញុំនឹងមិនមែនថាស្រុកបាត់ទេនេះគ្រាន់ជាគោលដៅលើកទី1របស់ខ្ញុំទេអរគុណ